ថៃក្តៅស្លឹកត្រចៀកហើយក្រោយកម្ពុជាបកស្រាវមុខពិតពីទង្វើឈ្លានពានរបស់ខ្លួនរដ្ឋមន្ត្រីការបរទេសថៃសម្ដេចលោកបាននិយាយថានឹងឡើងទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងនិងទីក្រុងហ្សឺណែវប្រទេសស្វីសដើម្បីទប់ទល់ព័ត៌មានដែលថៃបានចោទកម្ពុជាថានិយាយមិនពិតក្រោយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតីបានប្រាប់សារព័ត៌មានរយតូពីសហរដ្ឋអាមេរិកថាថៃកំពុងតែឈ្លានពាននឹងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់បើតាមការផ្សាយដោយកាសែតថៃលោកសៀស័កភូមិកែវរដ្ឋមន្ត្រីការបរទេសថៃសម្ដេចលោកបានប្រកាសថានឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីសនិងទីក្រុងហ្សឺណែវដើម្បីទប់ទល់នឹងព័ត៌មានមិនពិតរបស់កម្ពុជាខណៈដែលទីក្រុងបឹងកកកំពុងបង្កើនការប្រយុទ្ធប្រឆាំងនឹងបណ្ដាញបោកប្រាស់តាមអ៊ីនធឺណិតនិងពង្រឹងការចូលរួមរបស់មីយ៉ាន់ម៉ាយ៉ាងណាបើតាមក្រសួងការបរទេសថៃគឺពួកគេនៅតែបន្តនិយាយភូតកុហកបោកប្រាស់ពលរដ្ឋថៃថាស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនៅតែមានស្ថិរភាពជិត2ខែមកហើយបន្ទាប់ពីសេចក្តីថ្លែងការណ៍រួមដែលចូលជាធរមាននៅថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងមកនៅក្នុងសន្និសីទសារព័ត៌មានដែលដឹកនាំដោយលោកប៉ានីដុនផាឈីមសវ៉ាត់ដែលជាអគ្គនាយកស្ដីទីនៃនាយកដ្ឋានព័ត៌មាននិងជាអ្នកនាំពាក្យរងក្រសួងការបរទេសថៃនៅឯបន្ទប់សន្និសីទសារព័ត៌មាននៃក្រសួងការបរទេសថៃបានបញ្ជាក់ថាព្រំដែនកម្ពុជាថៃបទឈប់បាញ់គឺនៅតែបន្តប៉ុន្តែភាពតានតឹងផ្នែកការទូតគឺនៅតែបន្តដូចគ្នាទោះជាយ៉ាងណាលោកផានីដុនបានកត់សម្គាល់ថាការឯកភាពចុងក្រោយលើការគ្រប់គ្រងតំបន់នៅមិនទាន់បានដាច់ស្រេចហើយការចរចាព្រំដែនដីគោកជាផ្លូវការតាមរយៈគណៈកម្មការព្រំដែន JBC នឹងបន្តឡើងវិញលុះត្រាតែមានការបង្កើតរដ្ឋាភិបាលថ្មីរបស់ថៃជាមុនសិនយ៉ាងណាចំពោះការលើកឡើងខាងលើទាំងរដ្ឋមន្ត្រីការបរទេសថៃនិងអ្នកនាំពាក្យរងក្រសួងការបរទេសថៃសម្រាប់ CNN ថៃពិតជាមិនចោលពុតបុត្រនិងក៏ល្បិចខូចដែលខ្មែរតែងហៅថាថៃជាអំបូរជាតិសាសន៍នៃការភូតកុហកបោកប្រាស់និងពូកែសម្ដែងគ្មានពីរលើលោកយើងនេះ